រៀបសួរលោកគ្រូអ្នកគ្រូនាងខ្ញុំឈ្មោះស្រួចនិតជានិស្សិតប្រវត្តិវិទ្យាឆ្នាំទី3នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញថ្ងៃនេះដែរនាងខ្ញុំមានប្រធានបទមួយលើកមកនិយាយគឺសសរពេជ្រនិងហោជាងរបស់ប្រាសាទព្រះខ័នជាបឋមនាងខ្ញុំសូមជម្រាបសួរលោកគ្រូអ្នកគ្រូសិស្សច្បងសិស្សប្អូនរួមចំណងទាំងអស់គ្នានាងខ្ញុំឈ្មោះត្រីស្រីពីនជានិស្សិតឆ្នាំទី3នៃ Department ប្រវត្តិវិទ្យាថ្ងៃនេះដែរនាងខ្ញុំនឹងនិយាយអំពីទីតាំងភូមិសាស្ត្រជាមួយនឹងប្រវត្តិរបស់ប្រាសាទព្រះខ័នជាដំបូងនេះខ្ញុំសូមលំអរកាយគោរពជំរាបសួរទៅកាន់លោកគ្រូនិងសួស្តីទៅកាន់ទស្សនិកជនដែលបានទស្សនាវីដេអូមួយនេះនាងខ្ញុំឈ្មោះស៊ុយកំឡាំគឺជាសមាជិកនៃក្រុមទី4មកពីថ្នាក់ហារុតកឆ្នាំទី3នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញធានីភ្នំពេញចំពោះការធ្វើដំណើរបើសិនជាយើងធ្វើដំណើរចេញពីរាជធានីភ្នំពេញយើងត្រូវឆ្លងកាត់តាមបណ្ដោយផ្លូវជាតិលេខ6និងផ្លូវលេខ66ឬ67ដោយត្រូវធ្វើដំណើរឆ្លងកាត់ខេត្តចំនួន3មានដូចជាខេត្តកណ្ដាលខេត្តកំពង់ចាមនិងខេត្តកំពង់ធំនឹងត្រូវចំណាយពេលប្រមាណ5ទៅ6ម៉ោងដើម្បីធ្វើដំណើរទៅដល់ប្រាសាទព្រះខ័នប្រាសាទព្រះខ័ននេះផងដែរគឺមានទីតាំងប្រាសាទព្រះខ័ននេះផងដែរគឺស្ថិតនៅទិសឦសានទ្វារដីឆ្នាំងនៃក្រុងអង្គរប្រហែល2គីឡូម៉ែត្រនិងនៅទិសខាងជើងនៃប្រាសាទបាយ័នដែលមានចម្ងាយប្រមាណ3គីឡូម៉ែត្រផងដែរចំពោះប្រវត្តិនៃប្រាសាទព្រះខ័នគឺប្រាសាទនេះកសាងឡើងនៅក្នុងអំឡុងសតវត្សទី12ដែលកសាងឡើងនៅក្នុងរាជ្យរបស់ព្រះបាទជ័យវរ្ម័នទី7ប្រាសាទនេះកសាងឡើងក្រោយពេលដែលព្រះបាទជ័យវរ្ម័នទី7បានយកឈ្នះទៅលើពួកចាមនិងកសាងឡើងដើម្បីឧទ្ទិសថ្វាយដល់ព្រះពុទ្ធសាសនាមហាយានផងដែរប៉ុន្តែក្រោយមកទៀតប្រាសាទព្រះខ័ននេះត្រូវបានផ្លាស់ប្ដូរមកគោរពនិងប្រតិបត្តិចំពោះព្រហ្មញ្ញសាសនាវិញផងដែរលើសពីនេះទៅទៀតការកសាងប្រាសាទនេះគឺសម្រាប់ឧទ្ទិសដល់ព្រះបិតារបស់ផ្លាស់ប្ដូរមកគោរពនិងប្រតិបត្តិចំពោះព្រហ្មញ្ញសាសនាវិញផងដែរលើសពីនេះទៅទៀតការកសាងប្រាសាទនេះគឺសម្រាប់ឧទ្ទិសដល់ព្រះបិតារបស់ព្រះបាទជ័យវរ្ម័នទី7និងតម្កល់រូបបដិមារបស់ព្រះបិតាព្រះអង្គដែលមានព្រះនាមថាធរណិន្ទ្រវរ្ម័នទី2ដែលស្ថិតក្រោមរូបភាពជាព្រះពោធិសត្វលោកេស្វរៈចំពោះប្លង់នៃប្រាសាទព្រះខ័នគឺប្រាសាទនេះកសាងនៅលើដីរាបដែលកសាងឡើងវិញនៅទីតាំងរាជធានីចាស់របស់ព្រះបាទយសោវរ្ម័ននិងព្រះបាទត្រីភូវនាទិត្យវរ្ម័នដែលប្រាសាទនេះព័ទ្ធជុំវិញទៅដោយកំពែងដែលមានទទឹងប្រមាណ700ម៉ែត្រនិងបណ្ដោយប្រមាណ800ម៉ែត្រដែលនៅជិតប្រាសាទក៏មានការកសាងបារាយណ៍ទឹកផងដែរ
ដែលបារាយណ៍ទឹកនោះគេឲ្យឈ្មោះថាបារាយណ៍ជ័យតដាដែលមានបណ្ដោយប្រមាណ 3,500 ម៉ែត្រ និងទទឹងប្រមាណ 970 ម៉ែត្រ ចំពោះបារាយណ៍ទឹកនេះក៏សាងឡើងសម្រាប់ស្តុកទុកទឹក បន្តមកទៀតនេះគឺសសរពេជ្រសសរពេជ្រគឺជាគ្រឿងបង្គុំមួយដែលធ្វើឲ្យយើងដឹងខ្លះៗក្នុងការកំណត់អាយុឬក៏ធ្វើឲ្យយើងដឹងអំពីប្រាសាទនិងការកសាងនៅសតវត្សណាជាដើមឥឡូវនេះនាងខ្ញុំសូមបង្ហាញពីសសរពេជ្ររបស់ប្រាសាទព្រះខ័នដែលស្ថិតនៅក្នុងរចនាបថបាយ័នសសរពេជ្រនៅក្នុងរចនាបថបាយ័ននៅក្នុងប្រាសាទព្រះខ័នមិនឯករាជ្យទេមានន័យថាគេយកថ្មមកដាក់ហើយទើបគេឆ្លាក់ចេញជាសសរពេជ្រតាមក្រោយសសរពេជ្រមាន3ផ្នែកមានក្បាលសសរតួសសរនិងគល់សសរចំពោះសសរពេជ្រនៅក្នុងប្រាសាទព្រះខ័នរចនាបថបាយ័នការរាប់លំដាប់1ភាគ2 1ភាគ4និង1ភាគ8មើលលែងយល់ឬមើលច្រឡំគ្នាដោយវាមានលក្ខណៈប៉ុនគ្នាម្យ៉ាងទៀតក្រឡាស័កនៅក្នុងរចនាបថបាយ័នលែងមានឬអាចនិយាយម្យ៉ាងទៀតថាលែងនិយមធ្វើរីឯក្បាច់ស្លឹកឈើរាងត្រីកោណនៅអមក្បាច់រង្វាន់លែងនិយមធ្វើទៀតហើយដោយឡែកយើងមកមើលហោជាងរបស់ប្រាសាទព្រះខ័ននៅក្នុងរចនាបថបាយ័នវិញម្ដងចំពោះហោជាងនៅក្នុងរចនាបថបាយ័នចុងធ្នឹមបញ្ឆោតកាច់ជាជំរាលចូលទៅក្រោមសត្វមកនិងខាងចុងធ្នឹមសងខាងរាងស្ដួចរីឯសត្វនាគនៅក្នុងរចនាបថបាយ័នមានលក្ខណៈធាត់សំរូបសំរៀងទៅនឹងចម្លាក់រីឯដងក្តារហោជាងគេនិយមធ្វើចេញក្រៅចូលក្នុងយ៉ាងច្បាស់រីឯនៅចំកណ្ដាលហោជាងគេនិយមឆ្លាក់ជាចម្លាក់រឿងហើយចម្លាក់រឿងគេនិយមឆ្លាក់ជាចម្លាក់លាតចំពោះចម្លាក់រឿងនេះទៀតសោតគេនិយមឆ្លាក់រឿងបែងចែកជាជួរឬជាថ្នាក់មកជាមួយនាងខ្ញុំសុយកំឡាងដែលមានតួនាទីបកស្រាយអំពីប្លង់ប្រាសាទព្រះខ័នត្រូវបានកសាងឡើងនៅក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី7ពីដើមសតវត្សទី12ដល់សតវត្សទី13និងស្ថិតនៅក្នុងរចនាបថបាយ័នប្រាសាទព្រះខ័នជាប្រាសាទដែលមានប្រភេទជាខឿនតែមួយជាន់កសាងនៅលើដីទាបស្មើឯប្លង់ប្រាសាទផ្ទាល់ត្រូវបានគេយកប្រាសាទកណ្ដាលជាចំណុចគោលឬជាចំណុចមេនៃប្រាសាទទាំងមូលនិងចាប់ផ្ដើមពង្រីកប្លង់ប្រាសាទមានលក្ខណៈជារង្វង់ចាប់ផ្ដើមពីចំណុចកណ្ដាលដោយកសាងប្រាសាទតូចៗឬមណ្ឌពផ្សេងៗទៀតព័ទ្ធជុំវិញយ៉ាងស្អិតស្កៅនៅក្រៅប្រាសាទតូចៗទាំងនេះគេប្រទះឃើញមានថែវចំនួន2ជាន់នៅព័ទ្ធជុំវិញក្រៅពីនេះគេឃើញមានតំណរាងកាកបាទនៅព័ទ្ធជុំវិញខាងក្រៅថែវនៃប្រាសាទផងដែរនៅជុំវិញថែវគេក៏ប្រទះឃើញមានស្រះទឹកនៅព័ទ្ធជុំវិញស្ទើរតែគ្រប់ទិសទាំងអស់ក្រៅពីនេះគេក៏ប្រទះឃើញមានគូទឹកដែលព័ទ្ធជុំវិញបរិវេណប្រាសាទនេះផងដែរមកដល់ចំណុចបន្តទៀតតាក់ទងជាមួយនឹងសិល្បៈនៃរចនាបថបាយ័នចំពោះលក្ខណៈពិសេសនៅក្នុងរចនាបថបាយ័ននេះយើងអាចមើលឃើញបានដោយសារប្រាសាទទាំងឡាយនៃរចនាបថទាំងនេះសុទ្ធសឹងតែជាប្រាសាទទាបកសាងតាមបែបលក្ខណៈជីវអារាមសមស្របទៅនឹងទស្សនៈពុទ្ធសាសនាចំពោះរចនាបថនៅក្នុងរាជព្រះបាទជ័យវរ្ម័នទី7ភាគច្រើនជាប្រាសាទដែលមានកំពូលផ្ទាំងមុខ4មានរូបលោកកេសវរៈធំនៅតាមប្រាសាទព្រមទាំងមានរូបគ្រុឌធំនៅខាងមុខកំពែងឬនៅអមគោបរៈផងដែរចំពោះផ្តែរនៅក្នុងប្រាសាទព្រះខ័នផ្តែរដែលស្ថិតនៅក្នុងប្រាសាទព្រះខ័នស្ថិតនៅក្នុងរចនាបថបាយ័នចំពោះផ្តែរប្រភេទនេះមានលក្ខណៈខុសពីផ្តែរប្រភេទផ្សេងៗទៀតជាក់ស្ដែងផ្តែរនៃប្រាសាទព្រះខ័នមានលក្ខណៈពុំមានជាទម្រង់កម្រងមែកឈើនោះទេប៉ុន្តែគេបានឆ្លាក់វាជាក្បាច់រាងចង្វាយឬជារាងស្លឹកឈើដែលមានរាងដូចទំពក់ស្របគ្នាទៅវិញចំពោះផ្ទៃនៃផ្តែរគេប្រទះឃើញមានរូបរាហូបញ្ចេញយ៉ាងគោមយ៉ាងអង់អាច
និងមានរូបមនុស្សឬជារូបទេពឈរនៅពីលើនោះផងដែរចំពោះហោជាងនៃរចនាបថបាយ័នមានលក្ខណៈប្រហាក់ប្រហែលជាមួយនឹងហោជាងនៃរចនាបថអង្គរវត្តដែរពលគឺគេកសាងឡើងដែលមានរាងដូចកញ្ចក់ជើងឆ្មាតែមានលក្ខណៈលម្អនៅចេញរចនាបថអង្គរវត្តនោះទេក្បាច់ស៊ុមរបស់ហោជាងមិនសូវមានក្បាច់លម្អច្រើននោះទេនៅផ្នែកខាងចុងសងខាងនៃហោជាងគេច្រើនមានឆ្លាក់ជារូបរាហូលម្អឬជារូបមកផងដែរឯផ្ទៃខាងក្នុងរបស់ហោជាងវិញច្រើនតែឆ្លាក់ជារឿងដែលតាក់ទងជាមួយនឹងពុទ្ធសាសនាពួកហោជាងនៃប្រាសាទព្រះខ័នយើងសង្កេតឃើញថាដងក្តារនៃហោជាងនេះមានឆ្លាក់ឡើងជារូបសត្វនាគពីរព័ទ្ធគ្នាត្រង់កន្ទុយទម្លាក់ខ្លួនចុះមកក្រោមបង្កើតជារាងកញ្ចុំជើងឆ្មាឯផ្នែកចុងសងខាងទាំងពីរនៃហោជាងនេះគេឆ្លាក់ជារូបសត្វមកខ្យៈនាគដែលនាគនោះទៀតសោតមានលក្ខណៈធំនិងឆ្លាក់ប្រកបដោយរចនាយ៉ាងវិចិត្រចំពោះផ្ទៃខាងក្នុងនៃហោជាងវិញគេបានឆ្លាក់បែងចែកគ្នាជាថ្នាក់ហើយក្នុងផ្នែកនីមួយៗមានឃើញរូបចម្លាក់ដែលឆ្លាក់យ៉ាងជ្រៅជ្រៅធ្វើឲ្យយើងមើលឃើញអំពីផ្ទៃចម្លាក់នោះយ៉ាងច្បាស់ជាឧទាហរណ៍នៃចម្លាក់ហោជាងឆ្លាក់ចូលនៃប្រាសាទព្រះខ័នមួយនេះវិញជាឃើញថាផ្ទៃរបស់ហោជាងមានការឆ្លាក់ជារឿងរាមកេរ្តិ៍ត្រង់ឈុតចម្បាំងរវាងក្រុងរាពណ៍ជាមួយនឹងកងទ័ពរបស់ព្រះរាមផងដែរនៅចំពោះមុខខ្លងទ្វារចូលនេះគេឃើញមានរូបទ្វារបាលពីរសងខាងឈរអបគ្នាយ៉ាងសង្ហាពោសសរពេជ្រនៃប្រាសាទព្រះខ័នយើងឃើញថាមានលក្ខណៈជាការឆ្លាក់ភ្ជាប់ជាមួយនឹងជញ្ជាំងផ្ទាល់តែម្ដងដោយពុំមែនក្រឡឹងពីខាងក្រៅយកមកបិទភ្ជាប់នោះទេចំពោះផ្ទៃនៃសសរពេជ្រវិញយើងឃើញថាមានលក្ខណៈជាក្បាច់ថ្នាំងញឹកដាច់ដライពីគ្នាឬមានទំហំស្ទើរតែប៉ុនគ្នារីឯក្បាច់រង្វាស់ចិញ្ចៀនដែលបានបន្សល់ទុកពីរចនាបថមុនមកឃើញថាលែងមានលក្ខណៈដូចគ្នាទៀតហើយរង្វាស់1/2 1/4 ឬ1/8ធ្វើឲ្យយើងពុំអាចបែងចែកគ្នាដាច់នោះទេដោយសារតែរង្វាស់នីមួយៗគឺមានទំហំប៉ុនគ្នារីឯក្បាច់កលាស័កឬជាក្បាច់ដែលមានរាងដូចជាក្អមក៏លែងមានឃើញទៀតដែរបើយើងនិយាយអំពីក្បាច់ស្លឹកឈើធំដែលពេញនិយមនៅក្នុងរចនាបថមុនឃើញថាលែងមានវត្តមានឬក៏មានការពេញនិយមទៀតហើយចំពោះសសរពេជ្រនៃប្រាសាទព្រះខ័នវិញយើងឃើញថាចំនួនមកវិញដោយក្បាច់ស្លឹកឈើតូចដែលមានលក្ខណៈដូចជាធ្មេញរណាញឹកស្និទ្ធនៅជុំវិញសសរពេជ្រផងដែរក្រៅពីនេះគេក៏ឃើញមាននៅក្បាច់ក្បកឈូកដែលមានវត្តមានឡើងនៅលើសសរពេជ្រនេះផងដែរក្រៅពីនេះយើងក៏ឃើញមានក្បាច់ពងត្រីដែលមានជាលក្ខណៈជាក្របតូចនៅព័ទ្ធជុំវិញសសរពេជ្រនោះផងដែរចំពោះបដិមាសាស្ត្រនៅក្នុងរចនាបថបាយ័ននេះផ្ទាល់ក៏ដូចជានៅក្នុងប្រាសាទព្រះខ័ននេះយើងឃើញថាចម្លាក់នីមួយឬបដិមាសាស្ត្រនីមួយមានទឹកមុខមើងម៉ាត់ញញឹមប្រកបដោយអាចកំបាំងរាងកាយរបស់រូបបដិមានីមួយគេសាងសង់ឡើងពុំសូវផ្ចិតផ្ចង់ស្អាតបាតនោះទេក្បាច់រូបទាំងនោះភាគច្រើនគេស្លៀកដោយសម្លៀកបំពាក់មែនតែនចំពោះសម្លៀកបំពាក់បុរសវិញគឺស្លៀកតែសំពត់ខ្លីដែលគ្មានផ្នត់ជារាងហោប៉ៅហើយចងរឹតដោយខ្សែក្រវាត់មួយនិងមានថ្នាក់ជារាងយុទ្ធការសាមញ្ញនៅពីខាងមុខនិងខាងក្រោយចំណែកឯរូបទ្វារបាលវិញគេសង្កេតឃើញថាមានការបន្តយកលក្ខណៈពីរចនាបថនៃប្រាសាទអង្គរវត្តរីឯសម្លៀកបំពាក់ស្ត្រីគេពុំឃើញមានការប្រើប្រាស់សំពត់ជាភ្លីទេគេច្រើនតែប្រើប្រាស់សំពត់ដែលមានលម្អទៅដោយផ្កាតូចដូចនៅក្នុងរចនាបថអង្គរវត្តដែរឯជាសំពត់ខាងមុខវិញគេបត់ជារាងបន្ទះត្រីកោណដែលមានរាងដូចជាកន្ទុយត្រីឆ្នាំអញ្ចឹងដែរ